នៅក្នុងវីដេអូនេះយើងនឹងនិយាយអំពី comparison operator ហើយនិង logical operator តោះអញ្ចឹងឥឡូវយើងចូលទៅកាន់ file ហើយ new file ហើយបន្តមកទៀតគឺ Java new Java file នេះហើយយើងយក class ហើយបន្តទៀតគឺយើងវាយឈ្មោះ file របស់យើងថា example 04អូខេតោះអញ្ចឹងឥឡូវខ្ញុំដាក់ពីខាងលើនេះទៅសិនគឺខ្ញុំដាក់ជា multiple comment multiple line comment គឺចុច alt shift ហើយអក្សរ A នេះអញ្ចឹងយើងនិយាយអំពីទី1គឺ compare comparison operator pairអូខេហើយមួយទៀតគឺយើងនិយាយអំពី logical operator អូខេតោះអញ្ចឹងនៅក្នុងនេះចន្លោះថ្នាក់របស់យើងនេះគឺយើងបើកហើយនឹងបិទនេះនៅចន្លោះនេះយើងវាយនេះថា main បន្តមកគឺយើងឃើញសញ្ញាការ៉េពីមុខមួយនេះអានឹងគឺនិយាយពី snippet គឺកូដដែលគេចងឲ្យស្ដាច់វា auto complete ពាក្យពេញមកវាយើងវាយចូលទៅឃើញហើយគឺ public static void main string a ទៅហើយបើកបិទយើងវាយនៅចន្លោះនេះបាទតោះឥឡូវខ្ញុំប្រកាស variable មួយសិនគឺជាប្រភេទ float គឺខ្ញុំតាមនៅ x គឺមានតម្លៃ 4.0f ហើយបន្តមកទៀតខ្ញុំមាន variable មួយគឺប្រភេទ double អញ្ចឹង double គឺដូច float ដែរគ្រាន់តែទទួលតម្លៃបានច្រើនជាង float ហ្នឹងអូខេនេះគឺ 4.0 តតែអញ្ចឹង double អត់ចាំបាច់ដាក់អក្សរ f ពីខាងក្រោយនឹងទៀតទេបាទហើយប្រភេទ boolean បាទគឺយើងមាន b boolean ហ្នឹងគឺតាំងឲ្យ x ស្មើនឹង y អញ្ចឹងនេះគឺយើងមាន operator មួយគឺ comparison operator ស្មើចង់ឆែកថាតើ x ស្មើ y អត់បើស្មើតាមមួយទៅទេអញ្ចឹងបាន assign ចម្លើយឲ្យដល់ពីរអញ្ចឹងគឺប្រៀបធៀបគ្នា compare គ្នាអញ្ចឹងកន្លែងហ្នឹងវាអាចចេញ true ឬ false ពិតឬមិនពិតអូខេអញ្ចឹង variable b នេះគឺទទួលតម្លៃភាពពិតពី comparison operator នេះមួយអូខេបាទតោះអញ្ចឹងឥឡូវយើងមាន boolean មួយទៀតឧទាហរណ៍ថា c ចុះស្មើនឹងគឺ x ខុសពី y អញ្ចឹងខុសពីយើងប្រើអញ្ចឹងបាទហើយមួយទៀតគឺជាប្រភេទ boolean ដែរគឺខ្ញុំតាំងនៅ d ចុះគឺស្មើនឹង compound statement មួយយើងថា x ធំជាង y ឬx តូចជាងឬស្មើ y ខានអញ្ចឹង compound statement ណាគឺមានពីរ statement បើ x ធំជាង y ប៉ិតយើងប៉ិតដែរឬមួយបើខាងនេះប៉ិតក៏ប៉ិតដែរអញ្ចឹងយើងហោចមួយក្នុងចំណោមនោះប៉ិតសំដៅនោះប៉ិតដែរព្រោះត្រង់ខាងកណ្ដាលនេះគឺមានឆ្នោបឬណាហើយត្រង់នេះគឺយើងចុចយើងចុច shift ឲ្យជាប់ហើយយើងចុចសញ្ញា backslash ហ្នឹងហើយហ្នឹងគឺវាទៅត្រង់វិញបាទខាងលើហើយខាងស្ដាំបាទខាងលើស្ដាំខាងលើ enter key របស់យើងហ្នឹងឯងអូខេតោះឥឡូវយើងបាន variable 1 2 3 4 5នេះហើយតោះឥឡូវយើងសាកល្បង print មកតម្លៃរបស់យើងមាននេះខ្លះយើងអាចថា s អាវនេះហើយដំបូងពេលបំផុតគឺ x របស់យើងគឺស្មើនឹងនេះគឺខ្ញុំអាចដាក់តម្លៃមកវាអញ្ចឹងគឺ concatenate ជាមួយនឹង value របស់ variable x មកហើយដូចគ្នាដែរគឺយើងវាយ s អាវនេះហើយយើងឃើញ s អាវនេះត្រូវហើយយើង enter មកអូខេបាទអញ្ចឹងនេះគឺ y បាទស្មើនេះគឺបូកជាមួយនឹង y អញ្ចឹងនេះគឺមិនប្រមាណវិធីបូកណាសញ្ញាបូកនេះ operator នេះកាលណានេះជា string ហើយនេះជា string ឬក៏ number អីវា convert ទៅ string ហើយព្រោះ string គឺយើងហៅថាទិន្នន័យមួយដែលធំជាងតតុកធំជាង number ឬក៏ integer ឬក៏ float ទេហោហាហ្នឹងបាទតោះអញ្ចឹងយើងបន្តទៅទៀត as អាវ
បាទគឺ standard output print line ហ្នឹងឯងឥឡូវយើងមាន x y ឥឡូវយើងចូលដល់ b ម្ដងចឹង boolean b របស់យើងបាទមានអីទៀតហើយខ្ញុំ duplicate ទៅកុំឲ្យពិបាកខ្ញុំបដូរនេះទៅ c ហើយនេះ c នេះគ្នាដែរនេះ d ហើយនេះ d តោះចឹងយើងអាច compile វាបានហើយឬមួយគឺយើងអាចគ្រាន់តែចុច run ពីនេះទៅតែម្ដងក៏បានដែរចាប់ផ្ដើម run ដល់ចាំបាច់ compile ទេមកយើងឃើញលទ្ធផលហើយប៉ុន្តែវាជាប់ជាមួយនឹង message មួយចំនួនដូច x ស្មើ 4.0 y ស្មើ4.0 ហើយ b យើងគឺមានតម្លៃស្មើនឹង true ព្រោះនេះ 4.0 នេះ 4.0 ដូចគ្នាណាសម្រាប់ c វិញ false ដោយសារតែ x មិនមែនខុសពី y ទេ x គឺស្មើ y តែអញ្ចឹងមានន័យថា x ខុសពី y គឺមិនពិតទេអញ្ចឹងត្រឹមក្នុងវងកញ្ចក់នេះចេញលទ្ធផលជា boolean data type មួយដែលមាន value ស្មើនឹង false អូខេសម្រាប់ d នេះដោយសារតែសំណើនេះមិនពិតទេប៉ុន្តែបានសំណើនេះគឺពិត x តូចជាងឬស្មើ y អញ្ចឹង4តូចជាងឬស្មើ4គឺជាសំណើពិតព្រោះយើងមានសញ្ញាស្មើមួយទៀតអញ្ចឹងឆ្នោតឬបើមានមួយពិតអញ្ចឹងគឺពិតហើយកន្សោមឆ្នោតឬហ្នឹងអូខេអញ្ចឹងគឺជាលទ្ធផលដោយអ្វីជាការរំពឹងទុកហើយតោះឥឡូវយើងមកមើលទៀតថាមិនមែនមានតែប៉ុណ្្នឹងទេគឺយើងមានច្រើនជាងហ្នឹងបាទឥឡូវខ្ញុំអាចថា close នឹងចោលទៅចោះដើម្បីមើលឃើញកូដទាំងមូលយើងអាចចូលទៅ image ហើយយើងចូលទៅ comparison operator របស់យើងនេះបាទអញ្ចឹងយើងមានស្មើពីរដងនេះគឺ compare អូខេមានន័យថា equal to នេះ not equal to នេះ greater than less than greater than or equal less than or equal to បាទតោះយើងស្មើធំជាងស្មើហៅហើយហ្នឹងបាទហើយមួយទៀតគឺតកតងជាមួយនឹង logical operator របស់យើងគឺខ្ញុំលើកឡើងបាញ់មិញតកតងនឹងឆ្នោត or logical or អូខេចឹងអាចមានឆ្នោត and ទៀតដោយប្រើនឹងសញ្ញា and ពីរដងណាអូខេហើយមានសញ្ញាឧទាននេះគឺ not បាទទីហោរាកន្លែងនេះយើងដាក់ not ចេះហើយយើងដាក់ប្រមាណវិធីខាងក្នុងនេះហើយអញ្ចឹងបើខាងក្នុងនេះពិតហើយដាក់ not វិញគឺមិនពិតដែរបើខាងក្នុងនេះមិនពិតដាក់ខាងក្រៅនេះតាមសញ្ញាឧទានមួយទៀតទៅជាផ្ទុយវានឹងវិញអូខេតោះអញ្ចឹងគឺយើងមានប៉ុណ្ណឹងឯងតកតងទៅជាមួយនឹងយើងហៅថា comparison operator ហើយនឹង logical operator បាទគឺការរៃប្រៀបធៀបហើយនឹងការរៃតក្កវិជ្ជាបាទអញ្ចឹងខ្ញុំបញ្ចប់វីដេអូនេះតាមប៉ុណ្ណឹងចុះ